រិយរដ្ឋាភិបាលដាក់ចេញវិធានការតឹងរឹងលើការគ្រប់គ្រងអត្តសញ្ញាណពលរដ្ឋពិសេសជនបរទេសនៅតាមបុរីឬខុនដូរាជធានីភ្នំពេញរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធទី7មករាឆ្នាំ2026បានដាក់ចេញនៅអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំដើម្បីធានាសន្តិសុខសុវត្ថិភាពសង្គមនិងសណ្ដាប់ធ្នាប់សាធារណៈតាមខ្លឹមសារក្នុងអនុក្រឹត្យដែលបានចុះហត្ថលេខាកាលពីថ្ងៃទី5មករាឆ្នាំ2026សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រគល់ការងារគ្រប់គ្រងសន្តិសុខតាមទីតាំងប្រមូលផ្ដុំទៅឲ្យក្រសួងមហាផ្ទៃអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងស្នងការនគរបាលរាជធានីខេត្តជាអ្នកគ្រប់គ្រងនិងដឹកនាំការអនុវត្តក្នុងនោះសម្ដេចបានណែនាំឲ្យស្នងការនគរបាលរាជធានីខេត្តរៀបចំធ្វើផែនការនិងដឹកនាំគ្រប់ប៉ុស្តិ៍នគរបាលចូលធ្វើបច្ចុប្បន្នភាពបញ្ជីស្នាក់នៅផ្ទៀងផ្ទាត់មនុស្សនិងបញ្ជីឬការចុះត្រួតពិនិត្យជាក់ស្ដែងតាមទីតាំងរស់នៅប្រមូលផ្ដុំលំនៅឋាននិងសហគ្រាសសាធារណៈឬឯកជនរួមមានបុរីខុនដូអាផាតមិនរីសតរោងចក្រសហគ្រាសកសិដ្ឋានតំបន់សេដ្ឋកិច្ចពិសេសតំបន់ដីសម្បត្តិសេដ្ឋកិច្ចផ្ទះសំណាក់និងសន្តាគារជាដើមស្នងការនគរបាលក៏ត្រូវកំណត់ឲ្យគ្រឹះស្ថានឯកជនឬភ្នាក់ងារផ្ដល់សេវាសន្តិសុខឯកជនដែលទទួលខុសត្រូវក្នុងការផ្ដល់សេវាសន្តិសុខនៅទីតាំងរស់នៅប្រមូលផ្ដុំផ្ដល់កិច្ចសហការរាយការណ៍ពីមុខសញ្ញាសង្ស័យដែលអាចនឹងបង្កគ្រោះថ្នាក់ឬមុខសញ្ញាដែលមានការចង្អុលបង្ហាញពីអាជ្ញាធរមានសមត្ថកិច្ចផងដែរទន្ទឹមនឹងនោះសម្ដេចក៏បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងការចុះត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យប្រព័ន្ធភ្លើងបំភ្លឺផ្លូវជណ្ដើរយន្តក្នុងទីប្រមូលផ្ដុំឲ្យបានទៀងទាត់តាមពេលវេលាកំណត់ផងដែរក្រៅពីណែនាំដល់មន្ត្រីមានសមត្ថកិច្ចសម្ដេចស្នើឲ្យម្ចាស់អាជីវកម្មរោងចក្រសហគ្រាសឬបុរីខុនដូត្រូវកត់ត្រាអ្នកស្នាក់នៅទាំងអស់ហើយត្រូវរាយការណ៍អំពីការប្រែប្រួលអ្នកស្នាក់នៅក្នុងទីតាំងដែលគ្រប់គ្រងទៅដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់សម្ដេចគូបញ្ជាក់ផងដែរថាម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំត្រូវរាយការណ៍អំពីវត្តមានអ្នកស្នាក់នៅបណ្ដោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនក្នុងរយៈពេល24ម៉ោងយ៉ាងយូរដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ឬមន្ត្រីនគរបាលមានសមត្ថកិច្ចហើយមុននឹងអនុញ្ញាតឲ្យជនបរទេសស្នាក់នៅឬទីតាំងក្រោមការទទួលខុសត្រូវរបស់ខ្លួនត្រូវឲ្យជនបរទេសផ្ដល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាអាណាចក្រកម្ពុជាសម្ដេចព្រមានថាម្ចាស់ទីតាំងដែលធ្វើប្រហែសខកខានមិនបំពេញតាមកាតព្វកិច្ចដោយមានចែងក្នុងអនុក្រឹត្យត្រូវផាកពិន័យជាប្រាក់ចំនួន40,000រៀលដោយមិនទាន់គឺដល់ភយសនកម្មដែលកើតឡើងពីការធ្វើប្រហែសនេះឡើយខណៈអ្នកមានចេតនាលាក់បាំងនិងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ត្រូវផាកពិន័យជាប្រាក់ចំនួន4លានរៀលសម្រាប់ជនបរទេសម្នាក់ដោយឡែកអាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់មានចេតនាលាក់បាំងជនបរទេសដែលចូលមកក្នុងកម្ពុជាដោយខុសច្បាប់ក៏នឹងត្រូវទទួលរងទណ្ឌកម្មពិន័យបណ្តេញចេញពីក្របខ័ណ្ឌការងារផងដែរធនាគារកណ្ដាលថៃប្រមានសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុកក្រោយឈ្លានពានកម្ពុជាខណៈការនាំចេញរងសម្ពាធពីពន្ធគយអាមេរិករាជធានីបាងកកធនាគារកណ្ដាលថៃបានលើកឡើងថាសេដ្ឋកិច្ចរបស់ប្រទេសកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារសមត្ថភាពប្រកួតប្រជែងមានការធ្លាក់ចុះជាបន្តបន្ទាប់បញ្ហាធំគឺវិស័យនាំចេញដែលត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងពីគោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកនិងបញ្ហាជម្លោះព្រំដែនជាមួយនឹងកម្ពុជាក្រៅពីបញ្ហាពន្ធគយសេដ្ឋកិច្ចថៃដែលមានទំហំធំជាងគេលំដាប់ទី2នៅអាស៊ីអាគ្នេយ៍កំពុងរងសម្ពាធពីការឡើងថ្លៃនៃប្រាក់បាតបំណុលគ្រួសារខ្ពស់ចំនួនព្រំដែនជាមួយកម្ពុជានិងភូមាភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅមុនការបោះឆ្នោត
ដែលនឹងឈានចូលមកដល់នាដើមខែកុម្ភៈខាងមុខបើទោះបីជាបញ្ហាប្រឈមច្រើនយ៉ាងណាក៏ដោយធនាគារកណ្ដាលថៃបានព្យាករណ៍ថាកំណើនផលិតផលក្នុងស្រុកសរុបក្នុងឆមាសទី2នៃឆ្នាំកន្លងទៅអាចសម្រេចបាន1.3% ដែរហើយការនាំចេញអាចកើនដល់9.1% ក្នុងអំឡុងពេលនោះធនាគារកណ្ដាលក៏បានបញ្ជាក់ផងដែរថាហានិភ័យនៃអតិផរណានៅមានកម្រិតទាបនៅឡើយហើយការរំពឹងទុកលើអតិផរណារយៈពេលមធ្យមនៅតែស្ថិតក្នុងចន្លោះគោលដៅពី1% ទៅ3% ប៉ុណ្ណោះដែលអាចគ្រប់គ្រងបានទោះជាយ៉ាងណាអភិបាលរងធនាគារកណ្ដាលថៃលោកពីទីឌីយថាន់បានកត់សម្គាល់ថាការឡើងថ្លៃនៃប្រាក់បាតកំពុងធ្វើឲ្យក្រុមហ៊ុននាំចេញខ្នាតតូចនិងមធ្យមជួបការលំបាកខ្លាំងផ្នែកហិរញ្ញវត្ថុដែលចំណុចនេះកំពុងទាញទម្លាក់សន្ទុះនៃការដឹកជញ្ជូនទំនិញទៅក្រៅប្រទេសលោកបានបន្ថែមទៀតថាកំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថាបានងើបឡើងវិញក្នុងត្រីមាសទី4នៃឆ្នាំ2026ហើយលោកជឿជាក់ទៀតថាកំណើនសេដ្ឋកិច្ចសរុបប្រចាំឆ្នាំដែលបានរំពឹងទុក 2.2% នឹងអាចសម្រេចបានទៅតាមផែនការអ្វីដែលបានគ្រោងទុក